Hello everyone, welcome back to my channel Nari English class. Today we are going to learn new lessons and today's lesson is basic greetings បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីម្ដងទៀតចឹងថ្ងៃនេះយើងនឹងមករៀនអំពីមេរៀនថ្មីហើយមេរៀននោះគឺយើងសិក្សាអំពី clear ដែលត្រូវនិយាយពេលដែលជួបគ្នាដំបូងអញ្ចឹងមិនថាយើងជួបជនជាតិខ្មែរដូចគ្នាឬក៏យើងប្រើជាមួយជនជាតិបរទេសទេយើងអាចប្រើប្រយោគទាំងអស់ហ្នឹងបានហើយប្រយោគទាំងអស់ហ្នឹងគឺសម្រាប់អ្នកដែលគាត់ទើបតែចាប់ផ្ដើមរៀននិយាយប្រយោគឬក៏និយាយសន្ទនាដំបូងអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅមើលពីការស្វាគមន៍ឬក៏យើងនិយាយថា greetings អញ្ចឹងទាំងអស់នេះគឺជាប្រយោគដែលយើងអាចនិយាយបានយើងនិយាយមួយណាក៏បានដែរនៅពេលដែលយើងជួបនរណាម្នាក់ជាលើកដំបូងអញ្ចឹងទី1គឺ hello hello ឬក៏ hi hi អញ្ចឹងឧទាហរណ៍យើងជួបនរណាម្នាក់ដូចជាមិត្តភក្តិឬក៏ជួបអ្នកដែលយើងមិនដែលស្គាល់លើកទី1យើងអាចនិយាយថា hello sir hello sir ឬក៏ភាសាខ្មែរយើងនិយាយថា hello បង hello បង or hi បង or hi mister or hi madam អញ្ចឹងគឺយើងអាចប្រើ hi ឬក៏ hello ដូចគ្នាអញ្ចឹងវាមានន័យថាសួស្តីដូចគ្នាទី2គឺ good morning good morning good morning អញ្ចឹងនេះគឺយើងប្រើសម្រាប់ស្វាគមន៍ដូចគ្នាហើយយើងប្រើបាននៅពេលដែលពេលព្រឹកអញ្ចឹងចាប់ពីព្រឹករហូតដល់ម៉ោង12ថ្ងៃត្រង់យើងអាចប្រើ good morning ឧទាហរណ៍ good morning brother or good morning madam or good morning sir យើងអាចនិយាយបែបហ្នឹងក៏បានដែរឬក៏យើងទៅរៀនយើងអាចនិយាយប្រយោគនឹងដូចជា good morning teacher or good morning class ហ្នឹងយើងអាចនិយាយបានដូចគ្នាទី3គឺ good afternoon good afternoon good afternoon អញ្ចឹង good afternoon គឺសួស្តីដូចគ្នាប៉ុន្តែយើងប្រើនៅពេលរសៀលនៅពេលម៉ោង12រហូតដល់ម៉ោង5ទៅម៉ោង6ល្ងាចអញ្ចឹងនៅភាសាខ្មែរយើងគឺទិវាសួស្តីប៉ុន្តែនិយាយទៅគឺសួស្តីដូចគ្នាទេយើងអាចប្រើថា good afternoon ហ្នឹងគឺទី3ហើយទី4គឺ good evening good evening good evening អញ្ចឹង good evening ហ្នឹងក៏ជាការស្វាគមន៍ដែរនៅពេលយើងជួបនរណាម្នាក់ឬក៏ជួបមិត្តភក្តិហើយភាសាខ្មែរយើងគឺសាយ័ន្តសួស្តីប៉ុន្តែយើងប្រើចន្លោះពេលពីម៉ោង6ល្ងាចរហូតដល់ម៉ោង8យប់យើងអាចប្រើចន្លោះពេលហ្នឹងបានឧទាហរណ៍ដូចជាពេលយើងទៅរៀនយើងដើរចូលថ្នាក់រៀនយើងឃើញលោកគ្រូយើងនិយាយថា Good evening teacher how are you Good evening teacher យើងសួរមិត្តរួមថ្នាក់យើងស្វាគមន៍ទៅកាន់មិត្តរួមថ្នាក់ថា Good evening class Good evening class or Good evening brother នោះគឺយើងអាចប្រើ Good evening បានហើយទី5នោះគឺយើងសួរអំពីសុខទុក្ខចាំបន្ទាប់ពីយើងនិយាយប្រយោគស្វាគមន៍ហើយយើងអាចសួរសុខទុក្ខបានឧទាហរណ៍ប្រយោគទី5នោះគឺ How are you How are you How are you អញ្ចឹងតើអ្នកសុខសប្បាយជាទេអញ្ចឹងប្រយោគនោះគឺយើងសួរសុខទុក្ខនៅពេលដែលយើងស្វាគមន៍គេហើយឧទាហរណ៍ខ្ញុំយកប្រយោគទី1មកនិយាយ Hello brother how are you សួស្តីបងប្រុសតើអ្នកសុខសប្បាយចិត្តទេឬក៏យើងនិយាយថា Hello teacher how are you សួស្តីលោកគ្រូតើលោកគ្រូសុខសប្បាយចិត្តទេនឹងគឺជាប្រយោគក្នុងការស្វាគមន៍នៅពេលដែលយើងជួបមិត្តភក្តិឬក៏នរណាម្នាក់ជាលើកដំបូងសម្រាប់អ្នកដែលគាត់ទើបតែរៀនភាសាអង់គ្លេសថ្នាក់ដំបូងអញ្ចឹងរៀនទន្ទិញរៀនអានដើម្បីឲ្យយើងស្ទាត់ក្នុងការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃឬក៏នៅពេលដែលយើងជួបនរណាម្នាក់អញ្ចឹងនេះគឺជាការស្វាគមន៍ឬក៏យើងហៅថា greetings ឥឡូវយើងទៅមើលអំពីការឆ្លើយតបនៅពេលដែលគេសួរ how are you អញ្ចឹងបន្ទាប់ពីគេសួរបែបហ្នឹងហើយយើងត្រូវឆ្លើយបែបណាអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងបន្ទាប់ទៀតគឺការឆ្លើយតបទៅនឹងសំណួរ how are you អញ្ចឹងវាមានច្រើនរបៀបក្នុងការឆ្លើយសំណួរដែលគេសួរថាតើអ្នកសុខសប្បាយចិត្តទេ
ចឹងនេះខ្ញុំលើកមកតែ3ទេសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមរៀនដំបូងចឹងប្រយោគទី1បើសិនជាគេសួរយើងថា How are you យើងអាចឆ្លើយថា I am fine I am fine I am fine ខ្ញុំសុខសប្បាយជាទេឬក៏យើងប្រើប្រយោគខ្លីយើងអាចនិយាយថា I'm fine I'm fine I'm fine នឹងគឺការឆ្លើយតបទី1ទី2 I am good I am good I am good នឹងក៏មានន័យថាខ្ញុំសុខសប្បាយជាទេដូចគ្នាឬក៏យើងអាចនិយាយប្រយោគខ្លីថា I'm good I'm good I'm good នឹងគឺការឆ្លើយតបទី2របៀបទី2ការឆ្លើយតបរបៀបទី3គឺ not bad not bad not bad មានន័យថាមិនអីទេមិនអីទេមានន័យថាយើងសុខសប្បាយជាទេយើងមិនមានបញ្ហាអីទេនឹងគឺជាការឆ្លើយតបទី3ចំពោះសំណួរដែលគេសួរថាតើអ្នកសុខសប្បាយជាទេហើយនៅក្នុងការឆ្លើយតបនឹងយើងអាចភ្ជាប់ទៅនឹងប្រយោគមួយទៀតគឺ thank you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  មានន័យថាអរគុណហើយយើងអាចសួរត្រឡប់ទៅគេវិញថា and you and you and you ឬក៏ how about you how about you how about you ចុះអ្នកវិញចាឥឡូវខ្ញុំឧទាហរណ៍ប្រយោគមួយចុះឧទាហរណ៍គេសួរខ្ញុំថា how are you ខ្ញុំឆ្លើយថា I am fine thank you and you ឬក៏ខ្ញុំឆ្លើយមួយបែបទៀតថា I am good thank you how about you នេះគឺជាការសន្ទនាខ្លីៗសម្រាប់អ្នកទើបតែចាប់ផ្ដើមដំបូងដូច្នេះហើយសូមបងប្អូនដែលទើបតែចាប់ផ្ដើមរៀនព្យាយាមទន្ទិញហើយរំលឹកម្ដងហើយម្ដងទៀតដើម្បីឲ្យយើងស្ទាត់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណឹងសម្រាប់ការរៀនថ្នាក់ភាសាអង់គ្លេសយើងចឹងសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងពីការចែករំលែករបស់ខ្ញុំចឹងសូមអរគុណហើយកុំភ្លេចជួយ like share and subscribe ផងដើម្បីទទួលបានវីដេអូបន្ថែមទៀតអរគុណច្រើន